អភិបាលស្រុកស្ទូងបានលើកឡើងថាការប្រគល់ថវិកាសង្គ្រោះមរណៈគឺជាការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជនពីប្រមុខរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី18ខែមីនាឆ្នាំ2025លោកសាយកំឡោមអភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទូងព្រមទាំងសហការីបានអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជននៅក្នុងភូមិកោះឃុំទ្រាស្រុកស្ទូងខេត្តកំពង់ធំឆ្លៀតក្នុងឱកាសនេះលោកក៏បានពំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមនួនផារតអភិបាលខេត្តកំពង់ធំនិងលោកជំទាវព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉េនីហ៊ុនសែនប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវពីច័ន្ទមនីហ៊ុនម៉ាណែតដែលសម្ដេចតែងតែគិតគូរនិងយកចិត្តទុកដាក់ដល់អតីតយុទ្ធជនកម្ពុជានិងក្រុមគ្រួសារគ្រប់ពេលវេលាជាការចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនៅពេលនេះលោកបានលើកឡើងថាការប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនដល់គ្រួសារសពអតីតយុទ្ធជនកម្ពុជានិងគ្រួសារពលីគឺជាការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលនិងគាំពៀសេដ្ឋកិច្ចគ្រួសារនិងជាការថ្លែងអំណរគុណក្រៃលែងដល់គ្រួសារសពដែលបានបញ្ជូនសាច់ញាតិសមាជិកគ្រួសារនិងពលីសពបែបយ៉ាងទាំងសាច់ស្រស់ឈាមស្រស់ព្រមទាំងអាយុជីវិតដើម្បីបុព្វហេតុជាតិសាសនាព្រះមហាក្សត្រហើយលោកបានបន្ថែមថាជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់លើគ្រួសារអតីតយុទ្ធជនកម្ពុជាគ្រប់កលៈទេសៈគូបញ្ជាក់ផងដែរថាការប្រគល់ថវិកាបេឡាមរណៈសង្គ្រោះនៅពេលនេះមានចំនួន4លានរៀលជូនដល់គ្រួសារសពអតីតយុទ្ធជនគឺលោកសូសុផានដែលបានទទួលមរណភាពកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2025នៅឃុំទ្រាដោយរោគគាពៀននាំមកជូនដោយហាងនៅសាលៀនមានលក់អគុយរថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168